ជំនឿសត្វខ្លែងស្រាកសត្វតកែនិងសត្វពស់ក្នុងសង្គមខ្មែរដែលគួរយល់ដឹងសត្វគឺជាផ្នែកមួយនៃធម្មជាតិមិនខុសគ្នាប៉ុន្មានពីមនុស្សយើងដែរប្រការនេះយើងអាចយល់បានថាដោយសារតែក្នុងធម្មជាតិនេះយើងមិនអាចស្រាវជ្រាវដឹងអស់ថាមានរឿងអ្វីកើតឡើងទើបបណ្ដាលឲ្យបុព្វបុរសយើងពីជំនាន់មុនយកប្រភេទសត្វមួយចំនួនភ្ជាប់ទៅនឹងរឿងរ៉ាវបែបអរូបីផ្សេងរហូតវាបានក្លាយជាជំនឿចាក់ឫសយ៉ាងជ្រៅនៅក្នុងផ្នត់គំនិតប្រជាជនខ្មែរយើងនាពេលបច្ចុប្បន្នក្នុងនោះមានដូចជាជំនឿអំពីខ្លែងស្រាកយំលើដំបូលផ្ទះជំនឿនៃពេលសត្វតកែយំនិងជំនឿអំពីសត្វពស់ជាដើមយោងតាមកម្រងឯកសារស្ដីពីប្រពៃណីនិងទំនៀមទម្លាប់ខ្មែរដែលជាការរៀបរៀងដោយព្រឹទ្ធាចារ្យមាជបនបានបញ្ជាក់អំពីជំនឿផ្សេងនៃសត្វក្នុងសង្គមខ្មែរឲ្យដឹងថាទី1សម្រែកខ្លែងស្រាកខ្មែរយើងធ្លាប់ជឿថាខ្លែងស្រាកមៀមរលកខ្មោចសិស្សសឹងជាអ្នកបម្រើឬជាអ្នកនាំសាររបស់ខ្មោចព្រាយបិសាចសម្រែកសត្វទាំងនេះនៅពេលយប់ច្រើនតែធ្វើឲ្យមនុស្សម្នាក្មេងចាស់ភ័យខ្លាចញ័ររន្ធត់គេធ្លាប់ចំណាំថាបើកាលណាខ្លែងស្រាកទុំយំនៅលើដំបូលផ្ទះណាឬក៏ទៅទុំនៅលើមេឈើជិតផ្ទះណានោះក្នុងផ្ទះនោះនឹងឈឺធ្ងន់ឬអាចស្លាប់ផងក៏មានទី2ពស់ឬពស់ថ្លាន់ចូលផ្ទះសត្វល្មូនទាំងពីរបែបនេះជាធម្មតាមិនសូវចូលចិត្តនឹងមនុស្សម្នាឬមិនដែលរស់នៅក្នុងផ្ទះមនុស្សទេលើកលែងតែពស់សងសឿដែលវាចូលមកលំនៅឋាននោះម្ដងម្កាលដើម្បីចាប់កណ្ដុរស៊ីជាអាហារពស់ដែលគេធ្លាប់ឃើញចូលផ្ទះដោយចៃដន្យនោះគឺពស់ព្រៃនិងពស់ថ្លាន់ពស់ទាំងពីរប្រភេទនេះមានចរិតស្លូតបូតមិនសាហាវដោយពស់អាស័យរពឹសផ្សេងទៀតឡើយបើកាលណាវាចូលមកនៅលើផ្ទះក្រោមផ្ទះនោះចាស់បុរាណកំណត់ថាវាមកឲ្យសុខសប្បាយទេមិនបង្កនៅគ្រោះភ័យអន្តរាយបែបណាមួយឡើយការឃើញវាចូលមកគេត្រូវចាប់វាថ្នមហើយបបោះអង្អែលលាបប្រេងលាបម្សៅរួចដុតធូបចូលអ្នកនិយាយដូចនេះថាឯងចូលមកផ្ទះយើងនេះសូមឯងនាំមកនៅលាបជ័យសេចក្តីសុខសេចក្តីចម្រើនសុភមង្គលដល់យើងលែងឯងឲ្យមានសេរីភាពចូលឯងទៅរស់នៅក្នុងព្រៃឲ្យបានសេចក្តីសុខចោះការធ្វើបែបនេះនឹងនាំឲ្យអ្នកនិងក្រុមគ្រួសារជួបតែជីវិតសុខសំណាងពោពេញដោយសុភមង្គលទី3តកែយំតកែជាសត្វមួយប្រភេទដែលរស់នៅតាមដើមឈើឬក្នុងលំនៅឋានរបស់មនុស្សត្រាច់ចរតាមសសរតាមផ្លានផ្ទងដើម្បីស្វែងរកចាប់ចំណីស៊ីជាអាហារវាក៏ពងហើយភ្ញាស់កូនបន្តពូជពងនៅទីនោះផងដែរចាស់ធ្លាប់ប្រាប់តគ្នាមកថាបើតកែណាយំតិចជាង7ម៉ាត់នោះពុំល្អឡើយព្រោះវាបកស្រាយនៅថាមពលខ្សោយរាសីដាក់វាសនាតិចដែលចាស់ប្រាប់ឲ្យដេញវាចេញពីផ្ទះបើតកែណាដែលយំចាប់ពី7ម៉ាត់រហូតដល់15ឬ18ម៉ាត់នោះលោកទាយថាគឺល្អពន់ពេកណាស់គួរលៃថែរក្សាវាឲ្យនៅជាប្រចាំនៅក្នុងផ្ទះព្រោះតាមរយៈចំនួនម៉ាត់ដែលវាយំបានច្រើនយ៉ាងនេះវាជាការបកស្រាយនៅថាមពលខ្លាំងក្លារាសីខ្ពស់ជោគជតាល្អវិសេសវិសាលសម្រាប់ម្ចាស់ផ្ទះទោះបីជាយ៉ាងណានេះគ្រាន់តែជាការសិក្សាស្រាវជ្រាវចងក្រងអំពីជំនឿទាំងនេះទុកជាមេរៀនឬជាឯកសារសម្រាប់បង្ហាញដល់កូនខ្មែរជំនាន់ក្រោយតែប៉ុណ្ណោះដូច្នេះមិនមែនមានន័យថាតម្រូវឲ្យមិត្តអ្នកស្ដាប់ត្រង់ត្រាប់នឹងជឿតាមជំនឿទាំងនេះនោះឡើយតើប្រិមិត្តបងប្អូនយល់យ៉ាងណាចំពោះការបកស្រាយនៅក្នុងវីដេអូនេះកុំភ្លេចខមមិននៅខាងក្រោមវីដេអូដើម្បីឲ្យ admin បានដឹងពីមតិរបស់បងប្អូនក៏ដូចជាសូមជួយចុច like ចុច subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗទាន់ពេលវេលា